បាទគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំបាទកំពុងតែស្ថិតនៅនឹងសង្កាត់និរោធខណ្ឌច្បារអំពៅតែម្ដងពុកម៉ែបងប្អូនហើយខាងក្រោយខ្នងខ្ញុំនេះគឺជាផ្ទះលក់ផ្ទះនេះគឺបើយើងនិយាយទៅគឺស្ថិតនៅនឹងទីប្រជុំជនអ៊ូអតែម្ដងល្អសម្រាប់ការរស់នៅផ្លូវចេញចូលមិនទាន់នោះទេហើយចំពោះឲ្យផ្លូវនៅមុខផ្ទះវិញដោយពុកម៉ែបងប្អូនបានមើលឃើញហើយទស្សនវិជ្ជានេះគឺក្រោយមេឃភ្លៀងណាពុកម៉ែបងប្អូនក្រោយមេឃភ្លៀងហើយផ្លូវគឺទំហំរហូតដល់6ម៉ែត្រផ្លូវចេញចូលមិនទាន់នោះទេហើយបើយើងនិយាយអំពីសំណង់នៃផ្ទះនេះវិញផ្ទះគឺមានទំហំតតឹង4ម៉ែត្រ2គុណនឹងបណ្ដោយ15ម៉ែត្រហើយចំពោះឯសាច់ដីនៃផ្ទះគឺទំហំតតឹង4ម៉ែត្រកន្លះបណ្ដោយរហូតដល់18ម៉ែត្រហើយចំពោះឯផ្ទះយើងគឺកម្ពស់បច្ចុប្បន្នគឺ1ជាន់កន្លះយើងអាចសាងសង់ឡើងបានបន្ថែមទៀតក៏បានផងដែរហើយបើយើងនិយាយអំពីបន្ទប់គេងសរុបនៃផ្ទះនេះវិញគឺមានរហូតដល់2បន្ទប់គេង3បន្ទប់ទឹកបាទហ្នឹងហើយពុកម៉ែបងប្អូនដូចខ្ញុំបានជំរាបពុកម៉ែបងប្អូនមុននឹងអញ្ចឹងថាខាងក្នុងនៃផ្ទះគឺមានបន្ទប់គេងចំនួន2បន្ទប់ទឹកចំនួន3មានកន្លែងទទួលភ្ញៀវហើយផ្ទះបាយសល់ខាងក្រោយផ្ទះ1ម៉ែត្រផងដែរហើយចំពោះឯជាន់ទី1វិញយើងអាចរៀបជាបន្ទប់គេងបន្ថែមទៀតដោយអ្នកជិតខាងរបស់យើងក៏បានផងដែរហើយបន្តមកទៀតខ្ញុំសូមបង្ហាញអំពីសក្តានុពលនៅជុំវិញទីតាំងផ្ទះតែម្ដងយើងចុះពីផ្លូវព្រែកប្រាមកដល់ទីតាំងនៃផ្ទះនេះគឺចម្ងាយត្រឹមតែ550ម៉ែត្រតែប៉ុណ្ណោះពុកម៉ែបងប្អូនហើយបើយើងគិតពីទីតាំងនៃផ្ទះទៅដល់ផ្សារចាមគឺចម្ងាយត្រឹមតែ700ម៉ែត្រទេហើយទស្សនវិជ្ជាដោយពុកម៉ែបងប្អូនមើលឃើញការបង្ហោះដ្រូនរបស់ខ្ញុំអញ្ចឹងគឺសិតតែផ្ទះប្រជាជនច្រើនអ៊ូអរតែម្ដងមិនថាជាផ្ទះប្រជាជនសាលារៀនវត្តអារាមហើយក្រសួងស្ថាប័នរបស់រដ្ឋអីគឺចម្រុះតែម្ដងនៅទីតាំងនៃផ្ទះលក់នេះហើយបើយើងនិយាយអំពីទីតាំងនៃផ្ទះលក់គឺស្ថិតនៅនឹងភូមិតាងៅក្រោមសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញផងដែរអញ្ចឹងហើយសម្រាប់ព័ត៌មានលម្អិតផ្សេងៗពុកម៉ែបងប្អូនអាចទំនាក់ទំនងមកខ្ញុំបាទក៏បាននិងទំនាក់ទំនងទៅក្រុមហ៊ុនរបស់បងប្អូនរបស់ខ្ញុំបាទក៏បានដូចគ្នាផងដែរសូមអរគុណ